អាយុដំអភិសន្តិបណ្ឌិតដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងអនុក្រឹត្យចំនួន2ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនារសៀលថ្ងៃទី18ខែមេសាឆ្នាំ2025នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យចំនួន2ផ្សេងទៀតទី1គឺអនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់និងទង់ជាតិនគរបាលជាតិកម្ពុជានិងទី2អនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានវិវត្តនៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃសេចក្តីព្រាងអនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់និងទង់ជាតិនគរបាលជាតិកម្ពុជាមានគោលបំណងប្រមូលលិខិតបទដ្ឋានគតិយុត្តនៅរាយប៉ាយឲ្យមកនៅក្នុងអនុក្រឹត្យតែមួយពង្រឹងវិន័យមន្ត្រីនគរបាលជាតិឲ្យកាន់តែប្រសើរពិសេសតាក់ទងការលើកកម្ពស់កិត្យានុភាពឧត្តមភាពសេចក្តីថ្លៃថ្នូរជំនឿទុកចិត្តនិងកិត្តិយសនិងធ្វើទំនើបកម្មកងកម្លាំងនគរបាលជាតិឲ្យស្របតាមស្ថានភាពជាក់ស្ដែងនិងការវិវត្តរីកចម្រើនរបស់ប្រទេសជាតិសេចក្តីព្រាងអនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់និងទង់ជាតិនគរបាលជាតិកម្ពុជាមាន9ជំពូកនិង35មាត្រាចែងអំពីបទបញ្ញត្តិទូទៅឯកសណ្ឋាននគរបាលជាតិកម្ពុជាសញ្ញានគរបាលជាតិកម្ពុជាទង់ជាតិនគរបាលជាតិកម្ពុជាការផ្គត់ផ្គង់ឯកសណ្ឋាននិងសញ្ញាសម្គាល់នគរបាលជាតិកម្ពុជាបទបញ្ញត្តិដោយឡែកទណ្ឌកម្មអន្តរបញ្ញត្តិនិងអវសានបញ្ញត្តិសម្រាប់អនុក្រឹត្យនេះអាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីបានផ្ដល់ការណែនាំឲ្យសិក្សាលម្អិតបន្ថែមទៀតលើការប្រើប្រាស់សាច់ក្រណាត់ទាំងខោអាវសំពត់និងស្រោមជើងព្រមទាំងស្បែកជើងរបស់កងកម្លាំងនគរបាលដោយត្រូវកិត្តគូឲ្យបានល្អិតល្អន់លើអាកាសធាតុនិងត្រូវតែរៀបចំឯកសណ្ឋានឲ្យមានស្តង់ដាររួមមួយដើម្បីអនុវត្តដូចគ្នាដោយឡែកសេចក្តីអនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិកម្ពុជាឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានវិវត្តមានគោលបំណងកំណត់អំពីគោលការណ៍និងនីតិវិធីនៃការដាក់មន្ត្រីនគរបាលជាតិកម្ពុជាឲ្យស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្សដែលបាត់សិទ្ធិទទួលប្រាក់បៀវត្សឡើងថរន្តរស័ក្តិឬថ្នាក់និងអតីតភាពការងារសម្រាប់ទទួលរបបសោធននិវត្តន៍ដើម្បីធានានិរន្តរភាពនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពអនុក្រឹត្យនេះមាន5ជំពូកនិង15មាត្រាចែងអំពីបទបញ្ញត្តិទូទៅភាពទំនេរគ្មានប្រាក់បៀវត្សភាពទំនេរគ្មានបៀវត្សតាមពាក្យសុំលក្ខខណ្ឌនៃការចាប់ផ្ដើមឈប់និងការចូលបម្រើការងារវិញនិងអវសានបញ្ញត្តិអាយុដំអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ណែនាំឲ្យអគ្គនាយកដ្ឋានធនធានមនុស្សសម្រាប់សម្រួលជាមួយក្រុមការងារដើម្បីពិនិត្យនិងការសម្រួលចំណុចមួយចំនួនដែលផ្ដល់ធាតុចូលដោយអង្គប្រជុំអាយុដំអភិសន្តិបណ្ឌិតបានជំរុញឲ្យពន្លឿនការរៀបចំសេចក្តីព្រាងអនុក្រឹត្យទាំងពីរនេះដើម្បីគោរពជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច